ក្រសួងពាណិជ្ជកម្មបានរៀបចំកម្មវិធីផ្គូផ្គងអាជីវកម្មដើម្បីជំរុញផលិតផលខ្មែរចូលផ្សារទំនើបនិងម៉ាកលោកខុនលៀងហេងនាយកប្រតិបត្តិនៃសហគ្រាសរុញឆ្លាត Cambo Agri Business បានដឹកនាំក្រុមការងារចូលរួមកម្មវិធីផ្គូផ្គងអាជីវកម្មដើម្បីជំរុញផលិតផលខ្មែរចូលផ្សារទំនើបនិងម៉ាករៀបចំដោយក្រសួងពាណិជ្ជកម្មក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសៀងថៃរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្រ13រោចខែចែកឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី25ខែមេសាឆ្នាំ2025ដែលស្ថិតនៅសាលប្រជុំបាយ័នទីស្តីការក្រសួងពាណិជ្ជកម្មកម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកស្រីដែលមកពីស្ថាប័នពាក់ព័ន្ធដូចជាក្រុមហ៊ុនសហគ្រាសអាជីវករនិងជាពិសេសម្ចាស់ផ្សារទំនើបនិងម៉ាកកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងសំខាន់នោះគឺចង់ឲ្យផលិតផលខ្មែរមានឱកាសចរាចរណ៍នៅក្នុងផ្សារទំនើបនិងម៉ាកនានានៅក្នុងប្រទេសកម្ពុជានិងនាំចេញទៅក្រៅប្រទេសផងដែរកសិករគិតសុខភាពជាចម្បង